កម្ពុជាមាន2ទី1គឺកម្ពុជាពិតនិងទី2កម្ពុជាលើទំព័រសារព័ត៌មានដែលមនុស្សទៅមួយចំនួនបានទៅបរិហាគេឬនិយាយអាក្រក់ពីកម្ពុជាវាសឹងតែជាឋាននរកលោកីក៏ប៉ុន្តែថ្ងៃនេះខ្ញុំសង្ឃឹមថាឯកឧត្តមលោកជំទាវអស់លោកស្រីរួមទាំងឯកឧត្តមអគ្គរដ្ឋទូតបារាំងនិងបណ្ដាអគ្គរដ្ឋទូតមកពីសហភាពអឺរ៉ុបក៏បានអញ្ជើញចូលរួមនៅក្នុងឱកាសនេះពិតជាកំពុងរួមជាមួយយើងខ្ញុំស្ថិតនៅលើកម្ពុជាពិតតែម្ដងខ្ញុំបញ្ជាក់ឡើងវិញកម្ពុជាយើងខ្ញុំពិតជាមាន2កម្ពុជាពិតនិងកម្ពុជាលើទំព័រសារព័ត៌មានកម្ពុជាលើទំព័រសារព័ត៌មាននៅក្រៅប្រទេសតាមរយៈនៃការសរសេរផ្សាយរបស់មនុស្សមួយចំនួនរាប់ទាំងជនជាតិកម្ពុជាមួយចំនួនគឺកម្ពុជានោះមិនគួរឲ្យចង់រស់នៅមិនគួរឲ្យមានការចង់មកទស្សនកិច្ចនោះទេ